មានរឿងមួយទៀតចង់ប្រូប្រាជ្ញលេងអឺដឹងថាអ្នកភូមិខ្ញុំអ្នកស្រុកខ្ញុំថាម៉េចទេពេលឃើញឃើញហើយប៉ាខ្ញុំម៉ាក់ខ្ញុំមកហើយប្អូនប្រុសខ្ញុំមកទៅវិញដឹងម៉េចទេអ្នកស្រុកខ្មែរថាម៉េចហេពូទៅខ្មែរមកវិញអ្នកស្រុកក្រៅស្អីមកដូចក្រូចសើចហេតុអីស្គមម៉េះហើយដល់ពេលប្អូនខ្ញុំទៅវិញណាមើលតើអត់មានប្លែកលេងអ្នកស្រុកក្រៅអីអត់ប្លែកហេគាត់មកហ្នឹងមិនបងប្អូនគាត់មកកៅសម្ផស្សមែនមកដើម្បីស្អាតមែនមកកៅសម្ផស្សមែនបានទៅវិញនឹងស្អាតហើយប្លែកយោមុខមិននៅអញ្ចឹងនឹងបងប្អូនហេតុអីត្រូវប្លែកមកស្រុកគេហ្នឹងមកមិនមកកៅសម្ផស្សមកហ្នឹងមកធ្វើអីគឺមកដើរលេងមកជួបជុំកូនចៅបងប្អូនតែមិនមែនមកហើយកៅសម្ផស្សណាមកឆ្ងល់អ្នកស្រុកហ្នឹងមិនមែនតែនហ្មងណាហេតុអីចង់ឲ្យមកស្រុកគេប្លែកគឺថាមកស្រុកគេងូតទឹកទៅសដូចការ៉ាមែនងូតទឹកទៅមុខខ្លាយជាព្រះនាងមែនមុខខ្លាយជាទេពធីតាមែនទេពបុត្រមែនយ៉ាប់មែនបងប្អូនហើយប៉ាខ្ញុំគាត់មកគាត់ស្គមហ្នឹងដោយសារអីបងប្អូនគឺគាត់អត់ចេះញ៉ាំម្ហូបនៅនេះសាច់អីវិញវាសិតតកវាមិនមែនស្រស់ដូចនៅខាងស្រុកភូមិយើងនៅនោះទេហើយនៅនេះវាអត់សូវសម្បូរបន្លែរបៀបអាស៊ីយើងទេហើយសាច់ជ្រូកសាច់អីតែងតែធំក្លិនមាន់អីវិញក៏វាមិនឆ្ងាញ់ដូចនៅស្រុកយើងដែរមាន់អីចិញ្ចឹមខ្លួនឯងវាឆ្ងាញ់បងប្អូនតើតាគាត់មកគាត់ញ៉ាំអត់បានទេម្ហូបអស់នេះហើយអាកាសធាតុក៏វាខុសគ្នាដែរអាកាសធាតុគាត់មិនតន់សមជាមួយនឹងអាកាសធាតុនេះទេការគេងការអីអញ្ចឹងណាតើអញ្ចឹងគាត់ក៏ឆ្កមដែរប៉ាខ្ញុំក៏ទៅវិញហើយអ្នកស្រុកប៊ូលីគាត់ថាហេពូអ្នកស្រុកក្រៅមុខដូចក្រូចសើច Oh my god អូ no ខ្ញុំពងស្ងល់ខ្ញុំអស់ចំណើចមិនអស់ចំណើចអីទេអស់ចំណើចនឹងថាមុខដូចក្រូចសើចគាត់ចេះនឹករកឃើញមុខដូចក្រូចសើចហើយក៏គាត់មានអ្នកសរសើរដែរគាត់ថាម៉ាក់ខ្ញុំមកហ្នឹងមុខពេញស្អាតអីអញ្ចឹងទៅម៉ាក់ខ្ញុំគាត់អត់សូវរើសចំណៃប្រហែលទេគាត់ញ៉ាំបានផ្លែឈើផ្លែអីអញ្ចឹងណាតែប៉ាខ្ញុំក៏អត់ចូលចិត្តទេម្ហូបនៅស្រុកនេះអញ្ចឹងហើយគាត់ស្គមអញ្ចឹងហើយអ្នកស្រុកខ្មែរប៊ូលីឃើញគាត់ព្រាមអូយអ្នកស្រុកក្រៅយ៉ាប់ណាស់មុខដូចក្រូចសើចហើយសដូចអេលៀននេះថាប៉ាខ្ញុំហ្នឹងសដូចអេលៀនបងប្អូនអូ my god តើតាប្អូនខ្ញុំមកហើយទៅវិញប៊ូលីទៀតមុខអត់ប្លែកមុខនៅតែដដែលអើយហើយខ្ញុំមួយអង្គុយគិតណែមកលេងហ្នឹងមិន